លោកគ្រូជួយប្រាប់ពីរបៀបសូត្រធម៌ថ្វាយបង្គំព្រះ3ចប់មុនពេលចូលគេងតែមែនទែនសំណួរនេះល្អខ្លាំងមែនទែនហើយខ្ញុំគិតថាជាប្រយោជន៍ដល់បងប្អូនហើយជាពិសេសជាប្រយោជន៍ដល់បងប្អូនមួយចំនួនធំមែនទែនមុននឹងយើងចូលគេងនៅពេលដែលយើងធ្វើបែបហ្នឹងមានន័យថាយើងបានត្រៀមខ្លួនរួចជាស្រេចហើយយើងចូលគេងប្រកបទៅដោយទំនុកចិត្តដោយអត់មានភាពភ័យខ្លាចបើបុរាណបញ្ជាក់ទៀតថានៅពេលដែលយើងសូត្រធម៌ថ្វាយបង្គំព្រះ3ចប់ហើយប្រៀបដូចជាយើងដាក់ពាត់សីមាអញ្ចឹងអត់មានស្អីមកក្បែរយើងទេមានន័យថាការគេងរបស់យើងក៏លក់ស្កប់ស្កល់ហើយអត់មានសមិនអាក្រក់អញ្ញៃកើតឡើងនោះទេអញ្ចឹងជាទម្លាប់របស់ខ្ញុំមុនពេលចូលគេងខ្ញុំសូត្រធម៌3ចប់ហើយក្នុងការសូត្រហ្នឹងខ្ញុំនឹងសូត្រមួយយើងគួរសូត្រ3ចប់ណាទី1សូត្រថានមោពុទ្ធស្សៈនមោធម្មស្សៈនមោសង្ឃស្សៈមានន័យថាយើងសូត្រជាការរំលឹកដល់គុណព្រះសម្មាសម្ពុទ្ធជាការរំលឹកដល់គុណព្រះធម៌និងជាការរំលឹកដល់គុណព្រះសង្ឃបន្ទាប់ពីសូត្រធម៌3ចប់រំលឹកគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយខ្ញុំផ្ទាល់ជាបទពិសោធន៍ហើយជាការអនុវត្តផ្ទាល់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីការរំលឹកគុណព្រះសម្មាសម្ពុទ្ធរំលឹកគុណព្រះធម៌រំលឹកគុណព្រះសង្ឃហើយខ្ញុំតែងតែថ្វាយបង្គំខ្នើយ3ដងមុននឹងខ្ញុំចូលគេងមានន័យថាជាការរំលឹកដឹងគុណហើយប្រាប់ខ្លួនឯងថាទោះបីជាយើងហត់ប៉ុណ្ណាក៏ដោយលំបាកប៉ុណ្ណាក៏ដោយតែយ៉ាងហោចណាស់យើងនៅមានកន្លែងគេងយ៉ាងហោចណាស់យើងនៅមានខ្នើយដ៏ល្អក្នុងការកោយអញ្ចឹងមានន័យថាទោះបីជាបងប្អូនគេងលើក្រែក្តីបងប្អូនគេងនៅលើកម្រាលព្រំក្តីគេងនៅលើខ្ទែក្តីគេងនៅលើសាឡុងក្តីគេងនៅលើរឹងក្តីយើងត្រូវបើកចិត្តទៅលេធ្វើការដឹងគុណទោះបីស្ថិតនៅក្នុងកលៈទេសៈយ៉ាងណាក៏ដោយយើងនៅមានឱកាសតម្រៀតខ្នងយើងនៅមានឱកាសគេងនៅឡើយនៅពេលដែលយើងធ្វើបែបហ្នឹងមានន័យថាយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការគេងឲ្យស្កប់ស្កល់គេងលក់ស្រួលដើម្បីទទួលបានធម៌ពលពេញលេញក្នុងការបំពេញកិច្ចការថ្ងៃស្អែកបន្តទៀតអរគុណច្រើន